បាទជំរាបសួរបងប្អូនអរគ្នាបាទឋានៈពីនេះដែរខ្ញុំបាទនៅឆ្នេរអង្គកោខេត្តកែបអញ្ចឹងឆ្នេរអង្គកោខេត្តកែបនេះបងប្អូនខ្លះក៏ស្គាល់បងប្អូនខ្លះគាត់មិនស្គាល់ដោយសារឆ្នេរនេះទើបតែមានការអភិវឌ្ឍអញ្ចឹងទើបតែចាក់ខ្សាច់បាទថ្មីហើយមានកញ្ចុះអង្គុយលំហែហើយបងប្អូនដែលគាត់មិនទាន់បានស្គាល់បងប្អូនអាចមកកំសាន្តបានបាទដោយសារឆ្នេរអង្គកោនេះគឺស្អាតបាទមានឆ្នេរខ្សាច់ស្អាតហើយទឹកសមុទ្រថ្លាឆ្វេងបងប្អូនណាទឹកសមុទ្រថ្លាឆ្វេងអញ្ចឹងបងប្អូនដែលមិនទាន់បានមកកំសាន្តនៅឆ្នេរអង្គកោនេះបងប្អូនអាចមកកំសាន្តបានព្រមទាំងមានបាទទូកនេសាទបាទអញ្ចឹងការមកលេងនេះគឺបងប្អូនមិនចាំបាច់ត្រៀមម្ហូបអាហារមកច្រើនទេដោយសាររមណីយដ្ឋាននេះគឺសម្បូរបាទគឺសម្បូរម្ហូបមានគ្រឿងសមុទ្រមិនខ្វះទេតាមផ្លូវគឺគាត់ដាក់លក់ហែដោយសារមានទូកនេសាទជាច្រើនបាទច្រើនណាស់ទូកនេសាទហើយគ្រឿងសមុទ្រមានក្តាមមានមឹកមានគ្រូមអីគឺតាមផ្លូវគាត់លក់ហែតែម្ដងបាទដោយសារខ្ញុំអត់ដែរមកដែរហើយពេលខ្ញុំមកតាមផ្លូវឃើញគាត់ដាក់លក់ហែអញ្ចឹងតាមផ្លូវសម្បូរគ្រឿងសមុទ្រថ្មីស្រស់មិនចាំបាច់ទិញពីផ្សារកពតមកទេហើយទីតាំងនៅឆ្នេរអង្គកោនេះបើយើងគិតពីឆ្នេរកែបផ្សារក្តាមមកប្រហែលជា14គីឡូបាទពីផ្សារក្តាមមក14គីឡូដោយសារខ្ញុំចុច Google Map មកបាទខ្ញុំប្រវែងប្រហែលជា14គីឡូម៉ែត្រទេហើយស្អាតណាស់បងប្អូនណាគឺមានដើមដូងមានធំដាំមានដើមដូងចាស់គឺដូងនេះដូងមិនមែនធំដាំឥឡូវទេអាដូងមុននោះគឺដូងកពុះពោះអញ្ចឹងត្រជាក់បាទត្រជាក់មែនទែនហើយមានកញ្ចប់អង្គុយលេងបាទនៅឆ្នេរក៏ស្អាតមែនទែនហ្មងអញ្ចឹងបងប្អូនខ្លះគាត់មកបាទមកពីព្រឹកតិចមកបងប្អូនខ្លះគាត់រៀងល្ងាចទៅប៉ុន្តែមកពីព្រឹកសវកន្លែងអង្គុយលេងបើបងប្អូនល្ងាចគេទៅដើមអង្គុយអស់ហើយដោយសារកញ្ចុះនោះវារៀងតិចអញ្ចឹងខ្ញុំមករៀងថ្ងៃតិចដែរម្ដងនេះទីតាំងកញ្ចុះនេះគេចាប់យកអស់ហើយបើគេជួអស់ហើយកញ្ចុះតម្លៃមិនថ្លៃទេកញ្ចុះមួយប្រហែលជា50000ហើយបងប្អូនកំងមហូបគេអត់គិតថ្លៃកញ្ចុះទេបាទអញ្ចឹងបងប្អូនដែលមិនទាន់បានមកកំសាន្តអាចមកកំសាន្តបានបាទអញ្ចឹងគណៈពេលនេះម៉ោងប្រហែលជា7:03កន្លះហើយបងប្អូនគាត់មកកំសាន្តចាប់ផ្ដើមចេញលេងទឹកសមុទ្រជាត្រជាក់បាទមានអ្នកមកថតប្លុកមានអ្នកថតវីដេអូវីដេញមានខាងបងប្អូនហ្នឹងក៏មកច្រើនដែរបងប្អូនណាមកច្រើនហើយថតចេញថតហើយដោយសារត្រជាក់បាទខាងនោះកាមេរ៉ាពេញដៃតែម្ដងបាទយើងកលេចមើលទៅខាងនោះបាទមើលទិសខាងលិចឃើញមានភ្នំបាទឃើញមានកុំភ្នំក៏ប៉ុន្តែហ្នឹងគេហៅតែកោះទេបងប្អូនណាមិនមែនភ្នំទេយើងមើលទៅដូចភ្នំអញ្ចឹងប៉ុន្តែកោះនៅកណ្ដាលសមុទ្រហ្នឹងបាទយើងមើលទៅឃើញតែកោះទាំងអស់បាទកោះនេះយើងជួកប៉ាជួកណូតគេទៅបានខាងនេះសិតតែកណូតសម្រាប់ទុកជួទៅហើយទុកនេសាទក៏ច្រើនដែរហើយបងប្អូនដែលគាត់ចង់ទៅលេងអាចជួទៅបានហើយទុកនេសាទនេះគឺសម្បូរក្តាមសម្បូរងាវសម្បូរពគាលក់តាមផ្លូវហោហាយបងប្អូនណាមកកំសាន្តនៅតំបន់ឆ្នេរហ្នឹងគឺមិនខ្វះម្ហូបហូបទេបាទមិនបាច់ទិញពីផ្សារកពតផ្សារក្តាមមកទេគឺតាមផ្លូវហ្នឹងគាត់លក់ហែតែម្ដងគាត់រកបានគាត់លក់តាមផ្លូវហើយតម្លៃធូរថ្លៃរបស់ស្រស់បាទយើងអាចទិញហូបបានហើយបងប្អូនគាត់មកលេងជាហ្គេមកំសាន្តថតវីដេអូប្លុកវីដេអូបាទផ្សេងបាទពីក្រុមរបស់គាត់មកថតខ្ញុំក៏ថតជាប់គាត់ដែរ